នារីរូបស្រស់ដែលគេស្គាល់ថាជាកូនអុកញ៉ាមានទ្រព្យសម្បត្តិស្ដុកស្ដំម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាអវតារវ៉ាចែងជ្រុលចង្កូតទៅបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូនាំយកច្រាសដោះធ្មេញកូននិងទឹកដោះគោកូនឆ្ពោះទៅរកកូននៅឯផ្ទះតែជាអកុសលត្រូវនារីរូបស្រស់បើកឡានបុកឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមតែម្ដងហើយនារីរូបស្រស់រូបនេះក៏បានចុះពីលើរថយន្តដើរធ្វើរំភើយដោយមិនខ្វល់ពីជនរងគ្រោះស្លាប់អ្នកណាស្លាប់ទៅមិនខ្ចីអើពើបន្ទាប់មកក៏បានដើរឡើងកង់3គេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់ស្រមោលឈឹងក្នុងនោះក៏មានមតិមហាជនមួយចំនួនចោទសួរថាតើអ្នករត់កង់3អាចប្រឈមមុខច្បាប់ត្រូវមានទោសដែរឬទេពិតជាម្ចាស់កង់3បានដឹងហើយថានារីរូបស្រស់គឺជាជនបង្កដែលបុកគេស្លាប់តែនៅតែដឹងនារីរូបនោះចេញពីកន្លែងកើតហេតុបើយោងតាមការបង្ហោះរបស់លោកផៃវណ្ណៈបានបង្ហោះផ្សព្វផ្សាយរូបសម្រស់និងមុខមាត់ពិតរបស់នារីរូបស្រស់អ្នកនេះហើយភ្ជាប់ទៅនឹងខ្លឹមសារថាសាមីជូខ្លាចទៅជាឃាតករនៅលើដងផ្លូវវ័យក្មេងហើយមិនទទួលខុសត្រូវទៀតចង់រត់គេចខ្លួនទៅដល់ណាក៏រត់មិនរួចដែរសមត្ថកិច្ចច្រកអន្តរជាតិទាំងព្រំដែនគោកទាំងប្រលានយន្តហោះមិនអនុញ្ញាតឲ្យនាងចេញក្រៅប្រទេសឲ្យសោះលោកផៃវណ្ណៈបានបន្ថែមថាសាមីជូមានអាយុ27ឆ្នាំមានប្តីឈ្មោះស្រីសវត្ថចក្រិតសង្ស័យថាជាប្តីថៃឪពុកបង្កើតរបស់សាមីជូឈ្មោះអុកញ៉ាតងហុកសេងជាថៅកែភេសជ្ជៈថៃម្ដាយឈ្មោះតិនសុផាអាស័យដ្ឋានផ្ទះលេខ789កាផ្លូវលេខ1800ភូមិទួលកសង្កាត់ទួលសង្កែរាជធានីភ្នំពេញមានមុខរបរជាថៅកែហាងលក់ Baby Outlet របស់កុមារនាងជាជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមន្ត្រីមន្ទីរពិសោធន៍សំណង់សាធារណការនិងដឹកជញ្ជូនម្នាក់ស្លាប់ចូលខ្លួនមកដោះស្រាយទៅកុំឲ្យសមត្ថកិច្ចនឿយហត់ក្នុងការតាមចាប់ខ្លួនឪពុកម្ដាយរបស់នាងមានបុណ្យស័ក្តិធំប៉ុណ្ណាក៏មិនអាចជួយនាងបានដែរលោកផៃវណ្ណៈសំណូមពរដល់អុកញ៉ាតងហុកសេងដោះស្រាយសំណងដល់ជនរងគ្រោះផងហើយកូនស្រីរត់ក៏រត់ទៅទុកឲ្យច្បាប់ចាត់ការតាមក្រោយខ្ញុំសង្ឃឹមថាបងអុកញ៉ាតងហុកសេងជាមនុស្សដែលជាអ្នកមានគុណធម៌មួយរូបនឹងទទួលយកសំណូមពររបស់ខ្ញុំស្របគ្នានេះហាង Baby Outlet ក៏បានចេញនៅសេចក្តីជូនដំណឹងភ្លាមតែហាង Baby Outlet មិនមែនពាក់ព័ន្ធទៅនឹងអ្នកនាងសាមីជូនោះទេខាងក្រោមនេះជារូបម្ចាស់ក្រុមហ៊ុន Baby Outlet ទី1មានឈ្មោះលោកឆិនរ៉ាឌីលោកកៅឡង់ឌីអ្នកស្រីកៅកញ្ញាវាសនាលោកឆិនរ៉ាវ៉ាន់